ខ្ញុំសូមអរកាយសូមគោរពដល់ចំណែកឯកឧត្តមនិងមេធាវីលោកស្រីទូទាំងប្រទេសកម្ពុជានិងទូទាំងមជ្ឈមណ្ឌលទូទាំងប្រទេសខ្ញុំបានកាត់tổngសទឹកឈ្មោះសុនផលបានមកកម្ចីដីខ្ញុំជាស្មារតីមកគុំនងជួខ្ញុំតាខ្ញុំជួខ្ញុំសទឹកហើយខ្ញុំស្មារតីប៉ុន្តែសុនផលមកជិះដីខ្ញុំនោះនៅក្នុងឆ្នាំ2014នៅវេលាម៉ោង9:00នៅកន្លែងមុខផ្ទះងោជឿនសុនផលមកជិះខ្ញុំរួចនៅក្នុងឆ្នាំ2014នោះហើយរយៈកាលបាននៅក្នុងរយៈកាល7ថ្ងៃខ្ញុំបានចេញទៅប្រទេសថៃក៏ខ្ញុំបានប្រាប់ទៅសុនផលថាដីនេះខ្ញុំអត់ជួលទេសូមបាទផលឯងនៅនឹងការគ្រប់គ្រងដីមើលដីខ្ញុំផងពួកខ្ញុំទៅសំណាក់ស្រុកនៅប្រទេសថៃដើម្បីទៅរកស៊ីនិងយកលុយមកធ្វើសំនៅឋានខ្ញុំធ្វើផ្ទះលោកខ្ញុំអត់មានលុយនឹងសាសំនៅលើទឹកដីដែលសុនផលខ្ចីនោះក៏មកពីថៃវិញនៅឆ្នាំ2018មកដល់ផ្ទះវិញហើយក៏ខ្ញុំមកនោះដោយសារមូលហេតុដែលម៉ែខ្ញុំគាត់ឈឺស្លាប់តែខ្ញុំមកពីប្រទេសថៃវិញមកពីសំណាក់ស្រុកប្រទេសថៃមកប្រទេសខ្មែរវិញដល់មកដល់ដែលថ្ងៃម៉ែសម្រាប់នោះបានឈ្មោះដីបានប្រាប់ខ្ញុំថាដីបងឯងយកដាំស្វាយហើយសុនផលទៅដាំស្វាយដល់ថ្ងៃបុណ្យ7ថ្ងៃម៉ែខ្ញុំហើយបានខ្ញុំទៅសួរសុនផលនៅក្រោមផ្ទះប្រពន្ធសុនផលនៅលើផ្ទះហើយក៏ខ្ញុំបានសួរសុនផលថាតើផលខ្ចីដីខ្ញុំនោះយកមកធ្វើស្វាយគូមូលហេតុដីបានផលឯងយកដីខ្ញុំទៅដាំស្វាយអូសុនផលមិនបានឆ្លើយអត់បានឆ្លើយទេប៉ុន្តែប្រពន្ធសុនផលនោះបានឆ្លើយពីផ្ទះឡើងវិញថាដីហ្នឹងមិនមែនជាដីរបស់បងឯងទេដីនេះគឺដីត្រីដែលខ្ញុំបង្កាប់ត្រីព្រោះដីនេះមិនមែនជាដីត្រីទេជាដីសំណើឋានហើយរបបខ្ញុំតែជាពួកខ្ញុំទៅធ្វើទាហាននៅក្នុងតដៃថៃខ្មែរដល់ស្រ័យកន្លែងឃុំនោះដល់សុនផលបានឆ្លើយទៅប្រាប់ស្មីនឃុំនិងមេឃុំថារឿងបញ្ហាដីនោះកាលពីខ្ញុំមិនមែននិយាយដូចអាពីនិយាយជាមួយខ្ញុំថាដីត្រីទេថាខ្ញុំបានលក់ដូរវានោះតែស្មីនផលនោះបានសួរទៅសុនផលវិញថាដែរគេលក់ដូរមូលហេតុអីបានធ្វើវត្តស្នាមគាត់ថាគាត់មិនបាច់ឲ្យធ្វើទេព្រោះការស្បាយនោះគាត់ធ្វើការធំហើយមន្ត្រីឃុំជាលើកទី2ហើយជាលើកទី2យកស្នាមមេដៃដែលខ្ញុំលក់ដូរមានឈ្មោះបាអាងប្រធានភូមិទូអង្គុញថាខ្ញុំបានលក់ដីឲ្យគេមានមេដៃកន្លែងឃុំនោះដោះស្រាយមិនដាច់មិនដឹងកាត់ក្រៅយ៉ាងម៉េចក៏បញ្ជូនការងារហ្នឹងក៏ដោះស្រាយមិនដាច់ក៏បញ្ជូនពាក្យហ្នឹងទៅកន្លែងអាបាស័កស្ថាប័នហើយខ្ញុំទៅជួបគ្នានៅកន្លែងទីស្រុកនោះពួកសុំផលយកដំណើររឿងបញ្ហាដែលមេដៃខ្លាំងឯកសារនេះខ្ញុំថាបើឯកសារហ្នឹងមិនសិនជាមេដៃរបស់ខ្ញុំបាននិយាយទៀតខ្ញុំថាបើមេដៃគឺរបស់ខ្ញុំពិតជាខ្ញុំបានចូលហត្ថលេខានឹងពេលមេដៃឲ្យសុំផលមែនពិតតែដោយពាក្យសុំផលនៅក្នុងសមុទ្រស្នាមហ្នឹងទេខ្ញុំដំណើរថាបើខ្ញុំបានជាប្រតិមេដៃតែបើស្កេនជាឃើញមេដៃខ្ញុំសុំចិត្តសូមលុយ$3000ខ្ញុំចុះ3ឆ្នាំទៀតហើយទីស្រុកដល់លើកទី2ខ្ញុំថាបើសិនជាបាអាងនោះបានធ្វើរបបស្នាមពិតគាត់មិនសូមឲ្យបាអាងនោះមកជួបខ្ញុំផ្ទាល់នៅកន្លែងឆោមុខនៅកន្លែងសាលាច្បាប់ស្រុកសិទ្ធិណាហើយខ្ញុំនឹងអាចឲ្យសហួយ100000ទៅវិញខ្ញុំឲ្យ100000រយៈកាល10ថ្ងៃប៉ុន្តែ10ថ្ងៃនោះមិនឃើញបាអាងមកសោះដល់ប្រជុំលើកទី3សួរទៅបាអាងអត់មកថាបាអាងប្រាប់ហើយព្រោះថានោះក៏ឆ្លើយឡើងទៅវិញថា PM ឆ្លើយថាទេបាអាងមិនដឹងថាទេមិនដែរទេប្រាប់ធ្វើបុណ្យខែមុននឹងទេថា PM នឹងបានទៅជួបនឹងបាអាងនៅក្នុងមហាសីនេះខ្ញុំថាសម្រាប់ដែលសុនផលនោះផ្សាយឯកសារមូលហេតុដែលខ្ញុំថាដែលផ្សាយឯកសារនោះតាមពិតប្រាកដមិនមែនជាមេដៃរបស់ខ្ញុំពិតជាខ្ញុំអត់បានលុបមិនមែនពិតដីខ្ញុំនោះបានថ្ងៃទី10ខែ11ខែ5តែសុនផលដាក់នៅក្នុងការសម្បត្តិផ្សាយឯកសារនោះថ្ងៃទី26ខែ3តើខ្ញុំបានដីណាទៅលុបឲ្យសុនផលមុនទៅខែនោះតែឯកសារនឹងคล้ายឬមិនคล้ายចុះត្រង់ឡើយនេះចុះអាបាស្រុកថៅដែរមិនរកការងារសកលដែលយុទ្ធធរឲ្យខ្ញុំផង
ទៅចន្លោះត្រង់ហើយនេះតែអាបាស្រុកនោះចេះធ្វើទេដែលខ្ញុំមានវត្តឆ្នាំតាំងមេឃុំមេភូមិមេឃុំចាស់មេឃុំថ្មីទទួលស្គាល់តែដីកំណត់ទីដីក្នុងឥតហើយខាងថៃសោយោនោះក៏ដឹងទឹកជាដីនេះជាដីរបស់ខ្ញុំដែរបានnokដល់ឲ្យមកព័ត៌មាននៅក្នុងមូលដ្ឋានឃុំត្រូវចង្ក្រានឲ្យដល់ដីនោះឲ្យមកខ្ញុំចាស់ដើរវិញទៅសុនផលមកខ្ញុំរួចនៅក្នុងឆ្នាំ2014នោះហើយរយៈកាលបាននៅក្នុងរយៈកាល7ថ្ងៃខ្ញុំបានចេញទៅប្រទេសថៃហើយក៏ខ្ញុំបានប្រាប់ទៅសុនផលថាដីនឹងខ្ញុំអត់ជួលទេសូមផលឯងនៅនឹងការគ្រប់គ្រងដីមើលដីឲ្យខ្ញុំផងព្រោះខ្ញុំតែសំណាក់ស្រុកនៅប្រទេសថៃដើម្បីតែរកស៊ីនឹងយកលុយមកធ្វើសំនៅឋានខ្ញុំធ្វើផ្ទះលោកខ្ញុំអត់មានលុយនឹងសងនៅលើទឹកដីដែលសុនផលខ្ចីនោះមកខែក្រោយទៀតអាបាស្រុកទៅថៅណានឹងអាបារ៉ោបានមកបោះវិញដីហ្នឹងបកាយបដៃជាមួយប្រព័ន្ធសុនផលរហូតដល់ប្រព័ន្ធសុនផលក៏ឆក់ម៉ែត្រដល់ស្បែកស្រុកហ្នឹងអាបារ៉ោបាននិយាយថាតាដៃម៉ែខ្ញុំឲ្យទៅចាប់ដាក់អុកហើយមិនបានតែតែម៉ែខ្ញុំហើយវាថាបើសិនជាបោះចង់មិនថាអីទេប៉ុន្តែឲ្យបោះដីមួយជ្រៀងនេះដីមួយជ្រៀងពិតជាដីរបស់វាគឺដីរបស់ខ្ញុំពេញលេងនេះអូនដីមួយជ្រៀងទៀតថាទៅពីភពពូនប៉ុន្តែការពិតដល់ខ្ញុំទៅហៅភពពូនមកថាមូលហេតុអីបានតែឯងយកដីខ្ញុំនេះលោកទៅឲ្យសំផលដីតែឯងដីចំការខាងក្រោមទេដីខ្ញុំដីមូលដ្ឋានដីភូមិដែលគេផ្ដល់ឲ្យខ្ញុំមូលហេតុអីបានតែឯងទៅលោកដីនឹងឲ្យសំផលក៏ហៅទៅពូនតាដីភូមិគឺខាងលើហ្នឹងដែលដីរបបលីខ្ញុំមិនបានលោកឲ្យទេហើយចូលមូលហេតុអីបានផលឯងទៅនិយាយថាខ្ញុំលោកដីឲ្យសំផលឯងរួចផលបានឆ្លើយឡើងវិញថាបើដឹងដីហ្នឹងលោកត្រឹមហ្នឹងខ្ញុំអត់យកទេដីហ្នឹងតម្លៃដែលពីការពីខ្ញុំលោកឲ្យនោះតម្លៃ 8G ហើយ 8G ទៅពូនថាលោកឲ្យ 8G មែនប៉ុន្តែដល់យ៉ាងទេបើលោកឲ្យខ្ញុំតែត្រឹមហ្នឹងទេខ្ញុំអត់យកទេឥឡូវឲ្យដីហ្នឹងទៅពូនឯងវិញហើយរួចគេមានខ្ញុំបញ្ចោះទៅពូនគាត់ថាឯងទិញដីអញដល់បាក់ចូលជិត20ឆ្នាំហើយគុណតាមហ្នឹងទៅបើជួអញក្នុងមួយឆ្នាំគឺបញ្ជីតែលេងវា7-10ឆ្នាំតែវាប្រហែលមួយត្រង់7G ឥឡូវអញ 3G មកអញឲ្យលុយឲ្យ 3G វិញយកដីអញវិញតែតាំងម្ដងមកវាបាត់ទៅរួចបានមូលហេតុអីដែលអាបាស្រុកបានដឹងឮថាចូលមូលហេតុអីអាបាស្រុកបានកាត់សក្តិការលំអៀងទៅខាងសុទ្ធផលដែរឲ្យមានឯកសារគ្រប់គ្រាន់នោះ